អីបានជាបងប្អូនស្ត្រីមួយចំនួនក៏ព្យាបាលទៅលើបញ្ហាជំងឺផ្សិតអត់បាត់សោះបានតែមួយអន់មួយធូរវាតែងតកកើតឡើងមកវិញតែបណ្ដាលមកពីបញ្ហាអីមកពីការញ៉ាំថ្នាំឬក៏ពាក់ព័ន្ធទៅនឹងកត្តាសុខភាពរបស់គាត់ជំងឺផ្សិតទី1វាបង្កឡើងទៅដោយពពួកមេរោគផ្សិតកង់ឌីដាសដែលមាននៅខាងក្នុងជាងទ្វីមីរបស់បងប្អូនស្ត្រីស្រាប់ហើយអញ្ចឹងនៅពេលដែលតំបន់ទ្វីមីបងប្អូនចាប់ផ្ដើមមានការអតុល្យភាពពពួកបាក់តេរីល្អដែលជាប្រព័ន្ធការពារមេរោគផ្សិតរបស់បងប្អូនវាចាប់ផ្ដើមធ្វើឲ្យមេរោគផ្សិតហ្នឹងចាប់ផ្ដើមមានការរីករាលដាលកាន់តែច្រើនខុសពីធម្មតាហើយវាចាប់ផ្ដើមធ្វើឲ្យបងប្អូនប្រឈមទៅលើការធ្លាក់សការរមាស់ចាក់ស្គៀបទៅលើតំបន់ទ្វារមាសឬក៏មានការរមាស់កាន់តែខ្លាំងការធ្លាក់សមកមានសភាពខាប់កកដុំស្អិតស្អិតឬក៏ចាប់ផ្ដើមមានការធំក្លិនអត់ល្អក្តៅស្ងួតទៅលើតំបន់ទ្វារមាសជំងឺផ្សិតនេះគឺវាកើតឡើងទៅដោយមូលហេតុជាច្រើនបងប្អូនការប្រើប្រាស់ថ្នាំផ្សះច្រើនស្ត្រីកង្វះអនាម័យទៅលើតំបន់ទ្វារមាសប្រើទឹកអនាម័យដែលមានសារធាតុកាត់មានក្លិនក្អូបជាតិគីមីច្រើនទៅលើតំបន់ទ្វារមាសស្ត្រីដែលអាសា stress គេអត់លក់អរម៉ូនមានការប្រែប្រួលជាពិសេសស្ត្រីដែលគាត់មានបញ្ហាជំងឺទឹកនោមផ្អែមប្រចាំកាយឬក៏មានការលើសជាតិស្ករនៅក្នុងរាងកាយរបស់គាត់និងស្ត្រីដែលមានប្រព័ន្ធភាពស៊ាំខ្សោយអញ្ចឹងប៉ះពាល់ទៅនឹងមេរោគផ្សិតណាគឺវាកាត់ឡើងដោយសារកត្តាជាច្រើនដូចនេះមូលហេតុអីបានជាស្ត្រីព្យាបាលអត់ជាសោះតែងតកកាត់ឡើងមកវិញបញ្ហានេះអ្នកគូជួបច្រើនហើយក៏អ្នកគូដោះបញ្ហាច្រើនដែរបងប្អូនអញ្ចឹងស្ត្រីភាគច្រើនណាពេលដែលគាត់ព្យាបាលគាត់តែងទិញផលិតផលនេះទិញថ្នាំនោះថ្នាំនេះយកមកប្រើទាំងដែលអត់ដឹងពីអាការៈបញ្ហាជំងឺបងប្អូនទេអ្នកខ្លះគិតថាជំងឺផ្សិតអាចងាយស្រួលក្នុងការដោះស្រាយព្យាយាមបណ្ដោយទុករហូតដល់ដំណាក់កាលធ្ងន់ចាញ៉ាំថ្នាំតិចតួចដំបូងឡើយវាបាត់ពេលអស់ជាតិថ្នាំញ៉ាំចំណីអាហារណាខុសគឺវាចាប់ផ្ដើមធ្វើទុកឡើងវិញបងប្អូនស្ត្រីណាខ្លះកំពុងជួបបញ្ហាអញ្ចឹងបើករណីបងប្អូនកំពុងជួបបញ្ហានេះបងប្អូនដោះស្រាយអត់ដឹងឫសគល់សុខភាពបងប្អូនទេបងប្អូនព្យាបាលងាយជាទេហើយបើសិនជាបងប្អូនទុកបញ្ហាផ្សិតឲ្យវាកកាត់ឡើង4ដងឬក៏3ដងឡើងទៅក្នុងរយៈពេល1ឆ្នាំបញ្ហាផ្សិតបងប្អូននឹងបង្កទៅជាភាពស្មុគស្មាញពិបាកក្នុងការព្យាបាលដោះស្រាយហើយផលប៉ះពាល់បើសិនជាស្ត្រីបណ្ដោយទុកផ្សិតយូរទី1គូលមាស់កាន់តែខ្លាំងបងប្អូនលមាស់ក្តៅកាហាយផ្សាពិបាកទ្រាំតែម្ដងហ្នឹងបងប្អូនហើយធ្វើឲ្យបងប្អូនមានការកាហាយឈឺផ្សាពិបាកក្នុងការគេងនៅមួយគ្នាស្ត្រីខ្លះពេលគេងនៅមួយគ្នាយូរទៅស្ងួតកាហាយឈឺផ្សាពេកធ្វើឲ្យគាត់បាត់បង់ចំណងក្នុងការគេងនៅមួយគ្នាធ្វើឲ្យគាត់ពិបាកក្នុងការមានកូនអ្វីដែលសំខាន់ណាពេលដែលគាត់កើតផ្សិតរស់នៅជាមួយគ្រួសារដៃគូគាត់ហើយធ្វើឲ្យមេរោគផ្សិតនេះអាចឆ្លងទៅដល់ដៃគូគាត់ធ្វើឲ្យគាត់មានការលមាស់កាហាយឬក៏ឡើងប្រេះទៅលើតំបន់ពិសេសរបស់គាត់ចាប់ផ្ដើមមានការឡើងក្រហមឬក៏បង្កជាការនោមមកក្តៅនោមមកកាហាយជាដើមដែលធ្វើឲ្យគាត់ឆ្លងទៅលើបញ្ហាជំងឺនេះដោយអត់ដឹងខ្លួនហើយចំពោះបងប្អូនស្ត្រីបើបងប្អូនយូរទៀតអាចធ្វើឲ្យរលាកស្វីមាសរលាកដស្បូនអាចធ្វើឲ្យបងប្អូនងាយនឹងការឆ្លងពពួកមេរោគធ្ងន់ធ្ងរបានជាពិសេសទៅលើបញ្ហាមហារីកដស្បូនដូចនេះសម្រាប់បងប្អូនស្ត្រីដែលគាត់កំពុងមានបញ្ហាជំងឺផ្សិតសូមបងប្អូនប្រញាប់ក្នុងការដោះស្រាយតាំងពីដំណាក់កាលដំបូងណាដោះស្រាយឲ្យបានត្រឹមត្រូវទៅតាមមូលហេតុទៅតាមបុគ្គលចុះយើងគួរដោះស្រាយបែបណាឲ្យបានត្រឹមត្រូវបងប្អូនប្រញាប់ទៅពីគ្រូប្រឹក្សាជាមួយអ្នកជំនាញបានច្បាស់លាស់ឲ្យបានត្រឹមត្រូវដូចនេះសម្រាប់បងប្អូនស្ត្រីដែលគាត់ចង់បានការដោះស្រាយព្យាបាលទៅលើបញ្ហាផ្សិតឲ្យបានត្រឹមត្រូវបងប្អូនអាចតាក់ទងមកខាងអ្នកគ្រូបាន